បើគ្រាន់តែលើពាក្យថា fiber គឺបងប្អូនភាគច្រើនគាត់បានដឹងហើយថា fiber គឺវាជួយទៅលើបញ្ហាពោះវៀនផ្នែកនៃការបន្ទោបង់តែជាក់ស្ដែង fiber គឺវាមានអត្ថប្រយោជន៍ច្រើនលើសពីការជួយទៅដល់ការបន្ទោបង់វាជួយទាំងបញ្ហាបេះដូងវាជួយទាំងការគ្រប់គ្រងទម្ងន់នឹងជួយការពារទប់ស្កាត់ទៅលើបញ្ហាសុខភាពយើងមួយចំនួនទៀតដែលភាគច្រើនយើងអត់ដឹងពីវាតែប៉ុណ្ណោះហើយយើងអាចនិយាយបានថា fiber ដែលល្អបំផុតតែម្ដងគឺ fiber ដែលមាននៅក្នុងបន្លែផ្លែឈើគ្រាប់ធញ្ញជាតិជា fiber ធម្មជាតិដែលវាជួយដល់សុខភាពយើងហើយមិនផ្ដល់ផលប៉ះពាល់ទៅដល់បញ្ហាសុខភាពរបស់យើងប៉ុន្តែការទិញ fiber ពីផ្សារឬក៏ផលិតផល fiber អីផ្សេងៗគឺវាជួយដូចគ្នាប៉ុន្តែបងប្អូនត្រូវប្រយ័ត្នមែនទែនទៅលើ fiber មួយចំនួនវាអាចមានការបន្ថែមទៅលើសារធាតុជំរុញរំញោចពោះវៀនដែលវាធ្វើឲ្យពោះវៀនធំរបស់យើងវាកន្ត្រាក់វាជួយសម្រួលដល់ការបន្ទោបង់កាន់តែលឿនអញ្ចឹងចំពោះការញ៉ាំ fiber បែបហ្នឹងគឺយើងបានផលលឿនចំពោះអ្នកដែលមានបញ្ហាទល់លាមួយហ្នឹងគឺញ៉ាំទៅបាត់ជើងបានលឿនតែម្ដងប៉ុន្តែវាអាចនឹងផ្ដល់ហានិភ័យក្រោយពេលការប្រើប្រាស់របស់យើងពេលដែលយើងប្រើយើងបាត់ជើងស្រួលតែនៅពេលដែលយើងឈប់ប្រើយើងអាចនឹងពិបាកនៅក្នុងការបន្ទោបង់កាន់តែលើសពីមុនទៅទៀតដោយសារតែយើងប្រើផលិតផល fiber ដែលមានសារធាតុជំរុញរំញោចពោះវៀនហ្នឹងវាអាចធ្វើឲ្យពោះវៀនយើងកន្ត្រាក់តែនៅពេលដែលយើងឈប់ប្រើពោះវៀនយើងអាចនឹងខ្ជិលវាលែងធ្វើចលនាកន្ត្រាក់ដោយខ្លួនឯងដោយនៅបើសិនជាបងអូនចង់បាន fiber ដែលល្អពិតប្រាកដជួយទៅលើបញ្ហាសុខភាពរបស់យើងថែសុខភាពរបស់យើងបានល្អហ្មងបងអូនអាចធ្វើជាប្រភេទទឹកបន្លែបែបនេះញ៉ាំទៅណាបងអូនណាវាងាយស្រួលនៅក្នុងការធ្វើហើយវាល្អខ្លាំងមែនតែនតែម្ដងនិយាយទៅគឺល្អជាងផលិតផល fiber ដាច់តែម្ដងគ្រាន់តែយើងអាចនឹងត្រូវចំណាយពេលវេលានៅក្នុងការធ្វើវាបន្តិចហើយចំពោះការញ៉ាំ fiber បែបធ្វើជាទឹកបន្លែបែបនេះក៏វារៀងពិបាកនៅក្នុងការដែលយើងញ៉ាំជាប្រភេទផលិតផល fiber ដែរប៉ុន្តែបើសិនជាបងអូនគិតពីសុខភាពបងអូនអាចធ្វើបែបនេះបានណា